បើប្រាថ្នាឲ្យជីវិតមានសេចក្តីសុខត្រូវមានគោលចំហទៅរកទិសដៅដែលបានដៅទុកទាំងដែលជាទិសដៅនាំឲ្យមានកម្លាំងចិត្តក្នុងការដើរទៅទៀតផងជាទិសដៅដែលព្រះពុទ្ធអង្គទ្រង់ចង្អុលបង្ហាញប្រាប់ត្រូវយល់ថាបុគ្គលដទៃណាឬវត្ថុណាមិនមែនជាទិសដៅរបស់យើងឡើយពោលគឺគុំឲ្យវង្វេងទិសដៅឲ្យសោះក៏ដូចជាកុំផ្ញើអនាគតនឹងអ្នកដទៃដែរគឺត្រូវផ្ញើនឹងខ្លួនយើងបើអ្នកដទៃនោះបែរចាកអំពីយើងទៅក៏មិនជាអ្វីឡើយព្រោះអនាគតដ៏ភ្លឺស្វាងនៅក្នុងសុចរិតកម្មរបស់យើងដូច្នេះយើងកុំយកប្រកបវិជ្ជាជាមួយនឹងអ្វីជុំវិញខ្លួនកុំប្រកាន់ស្រឡាញ់ប្រកាន់ស្អប់ដែលជារឿងចោះចំពាក់ត្រូវដើរដោយមើងម៉ាត់ក្នុងដំណើរផ្លូវរបស់យើងទោះជាមិនមានអ្នកណាដើរទៅជាមួយយើងនៅតែដើរទៅដោយខ្លួនឯងយ៉ាងរឹងប៉ឹងមិនត្រឹងមិនត្រឡប់គឺមិនឈប់ដើរទៅមុខឡើយរហូតដល់ទិសដៅនេះព្រះពុទ្ធអង្គទ្រង់ត្រាស់ហៅថាបដិបទាជាទីសប្បាយនៅក្នុងមេកវៈវគ្គទី20នៃព្រះគាថាធម្មបទព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាផ្លូវមានអង្គ8ប្រសើរជាងផ្លូវទាំងឡាយបទ4គឺអរិយសច្ចៈប្រសើរជាងសច្ចៈទាំងឡាយវិរិយកធម៌ប្រសើរជាងធម៌ទាំងឡាយមួយទៀតព្រះតថាគតមានចក្ខុប្រសើរជាងសត្វទ្វេបាតទាំងឡាយផ្លូវនេះឯងប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធនៃទស្សនៈផ្លូវដតីមិនមានទេព្រោះហេតុនោះអ្នកទាំងឡាយចូលដើរទៅកាន់ផ្លូវនេះផ្លូវនេះជាផ្លូវញ៉ាំងមៀឲ្យវង្វេងអ្នកទាំងឡាយដើរទៅកាន់ផ្លូវនេះហើយអាចនឹងធ្វើឲ្យផុតទុក្ខបានផ្លូវនេះហើយដែលតថាគតដឹងថាជាផ្លូវកំចាត់បងកូនសប្រាប់ដល់អ្នកទាំងឡាយសេចក្តីព្យាយាមញ៉ាំងកិលេសឲ្យក្តៅសពអ្នកទាំងឡាយក៏បីធ្វើព្រះតថាគតទាំងឡាយគ្រាន់តែជាអ្នកប្រាប់ជនទាំងឡាយមានការពិនិត្យបានដើរទៅហើយនឹងរួចចាកចំណងរបស់វាបាន